90ថ្ងៃដេ13ចាបងប្អូន13ឯណាចាការនិយាយទៅមកហើយលទ្ធផលយើងក៏មកបដៅមានអត់ពីមុនណាបងប្អូនម៉ែរួយអនុវត្តតែ14ថ្ងៃគឺគាត់ទទួលបានភីនេហាធំនៅក្នុងជីវិតណាហើយចុះបងប្អូនអនុវត្ត13ថ្ងៃហើយយ៉ាងម៉េចដែរផ្លាស់ប្ដូរតិចនៅចាយើងមិនបាច់ប្រៀបធៀបលទ្ធផលយើងជាមួយអ្នកណាទេចាអ្នកខ្លះគាត់អនុវត្តបានច្រើនបានតិចតាមកម្លាំងចិត្តរបស់យើងអញ្ចឹងយើងមិនបាច់ថាអូយហេតុអីក៏គេអនុវត្តបានផលខ្លាំងម៉េចហេតុអីខ្ញុំអនុវត្តអត់សូវបានផលអីចឹងណាចាហ្នឹងយើងមិនបាច់ប្រៀបធៀបទេសំខាន់ឲ្យតែយើងធ្វើទៅឲ្យតែយើងអនុវត្តទៅចាលទ្ធផលវាគង់តែមកទេហើយលទ្ធផលរបស់ម្នាក់គឺខុសគ្នាលទ្ធផលរៀងខ្លួនអត់អាចប្រៀបធៀបគ្នាបានទេណាបងប្អូនចាអូខេអញ្ចឹងថ្ងៃហ្នឹងយើងចូលដល់ទី13ហើយអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងប្រាប់អំពីការលក់ដាច់ចាវិធីសាស្ត្រធ្វើឲ្យលក់ដាច់តិចនិចលក់ដាច់ចាធ្វើមិនលក់ដាច់អញ្ចឹងថ្ងៃហ្នឹងគឺសម្រាប់តែអ្នកលក់ដូរទេចាអ្នកដែលអត់ធ្វើការគឺយើងអត់មានអីលក់នៅគេទេប៉ុន្តែក៏យើងស្ដាប់ទៅយកទុកជាបទពិសោធន៍ចាក្រែងលោថ្ងៃណាមួយយើងខ្លាចទៅជាអ្នកលក់អីដែរអញ្ចឹងណាមិនថាលក់អនឡាញមិនថាលក់អហ្វឡាញអីទេចាឲ្យតែជាអ្នកលក់គឺអាចប្រើបានទាំងអស់ចាព្រោះអីនៅក្នុងលក់យើងចេះហើយចារលកទាំង5យើងចេះហើយអញ្ចឹងយើងអាចរក្សាខ្លួនយើងនៅក្នុងលូបានហើយមានន័យថាយើងអាចកើតទៅជាកូនល្អរបស់ចក្រវាលបដាហើយចាអញ្ចឹងចាំការទៀតយើងកំងការលក់ដាច់ទៅហ៎ចាអូខេអញ្ចឹងការលក់ដាច់មិនមែនបានមកដោយងាយលក្ខណៈថាមិនមែនបានមកដោយឯងមិនមែនកាត់ឡើងដោយឯងដែលយើងមិនធ្វើអីនោះទេចាអ្នកណាក៏ដោយអ្នកដែលលក់ដាច់គឺគេខំប្រឹងណាស់ចាគេខំប្រឹងខ្លាំងមែនទែនខំប្រឹងទាំងកាយទាំងចិត្តអ្នកដែលគាត់មិនចេះច្បាប់ស្រុបទាញក៏គាត់អាចលក់ដាច់បានសួរថាតើតែចេះច្បាប់ស្រុបទាញទៅយើងអាចលក់ដាច់បានមែនទេអ្នកមិនចេះច្បាប់ស្រុបទាញក៏គាត់លក់ដាច់បានដែរឲ្យតែគាត់ប្រឹងទាំងកាយទាំងចិត្តគាត់មោះមុតហើយគាត់ធ្វើអស់ពីចិត្តណាចាគឺគាត់លក់ដាច់ដូចគ្នាចាអញ្ចឹងយើងមកដឹងថាតើអ្នកលក់ដាច់គេត្រូវធ្វើអីគេខ្លះហ្នឹងហើយអញ្ចឹងខ្ញុំសូមនិយាយទូទៅតិចចំពោះទូទៅដែលយើងមិនប្រើច្បាប់ស្រុបទាញណាអ្នកដែលលក់ដាច់គឺគាត់ខំប្រឹងណាស់ចាខំប្រឹងអភិវឌ្ឍខ្លួនខំប្រឹងធ្វើយ៉ាងម៉េចឲ្យអីវ៉ាន់យើងចេញចាឧទាហរណ៍ថាបើយើងលក់នៅតាមទីផ្សារយើងលក់ offline យើងអត់លក់ online អញ្ចឹងគឺគាត់ខំប្រឹងណាស់ព្រឹកឡើងទៅបើកតូបតាំងពីព្រលឹមចាបោះជូតអីវ៉ាន់រៀបអីវ៉ាន់ឲ្យស្អាតមើលទៅឲ្យប្លែកឲ្យទាក់ភ្នែកឲ្យឃើញអីវ៉ាន់គាត់ទាំងអស់ចាការរៀបអីវ៉ាន់ក៏ជាតិចនិចមួយដែលធ្វើឲ្យលក់ដាច់ដែរអ្នកខ្លះគាត់ចេះរៀបអីវ៉ាន់ក៏រៀបមកឡើងស្អាតឡើងភ្លឹងមើលទៅឃើញអីវ៉ាន់គ្រប់មុខគួរឲ្យចង់ទិញអ្នកខ្លះអត់ចេះរៀបអីវ៉ាន់ទេអីវ៉ាន់ដាក់ឡើងរញ៉េរញ៉ៃអត់និយាយរួមគាត់អត់រៀបអីវ៉ាន់ហ្មងគេហៅថាមនុស្សខ្ជិលមិនធ្វើអីហ្មងណាចាតូបអីវ៉ាន់មានគ្រប់មុខប៉ុន្តែអត់រៀបទេរញ៉េរញ៉ៃពេញនឹងមើលទៅមិនដឹងជាស្អីតស្អីអីវ៉ាន់ក៏មិនបោះមិនជូតហុយដីពេញនឹងពេញពីងរុំពេញនឹងចាអាហ្នឹងក៏វាលក់អត់ដាច់ដែរចាអញ្ចឹងបុគ្គលដែលលក់ដាច់គឺគាត់បោះជូតសម្អាតផលិតផលគាត់ឡើងស្អាតរៀបឡើងភ្លឹងមើលទៅគឺស្អាតហ្មងតាក់ភ្នែកហ្មងធ្វើឲ្យអ្នកដើរកាត់នឹងគ្រាន់ឃើញអីវ៉ាន់គាត់គឺចង់ទិញណាចាអាហ្នឹងក៏ជាការតិចនិចនៃការលក់ដាច់មួយដែរចាគឺយើងត្រូវតែចេះរៀបអីវ៉ាន់យើងឲ្យស្អាតឲ្យភ្លឹងបោះជូតអីវ៉ាន់យើងឲ្យស្អាតចាអញ្ចឹងអ្នកលក់អនឡាញក៏ដូចគ្នាបើសិនជាយើងមានអីវ៉ាន់នៅផ្ទះទោះយើងមិនបានដាក់តាំងលក់នៅទីផ្សារក៏ដោយក៏យើងត្រូវតែរៀបឲ្យស្អាតបោះជូតឲ្យស្អាតដែរបើសិនជាយើងមានទូអីវ៉ាន់តាំងដែលយើងសម្រាប់ថតផលិតផលអីហ្នឹងក៏យើងត្រូវតែបោះឲ្យស្អាតរៀបឲ្យស្អាតជូតឲ្យស្អាតដូចគ្នាចាមើលទៅឲ្យឃើញភ្លឹងដូចគ្នាកុំខ្ជិលចាកុំខ្ជិលឲ្យសោះចាហើយមួយវិញទៀតអ្នកលក់ offlineគាត់ចង់លក់ដាច់គឺគាត់ត្រូវបកកាយនិយាយបកកាយហៅភ្ញៀវឃើញគេដើរកាត់គឺហៅឃើញគេដើរកាត់គឺហៅចាបកកាយហៅភ្ញៀវរូបរាងរាក់ទាក់ញញឹមញញែមស្រស់ស្រាយដាក់អតិថិជនចារាក់ទាក់ដាក់អតិថិជនសម្ដីល្អសម្ដីពីរោះដាក់អតិថិជននេះហើយគឺជាតិចនិចក្នុងការលក់ដាច់ឃើញអត់គឺគេសិតតែចេះតិចនិចគេរៀងខ្លួនណាបងប្អូនចាអញ្ចឹងមិនមែនថាតើតែចេះច្បាប់ស្រុបទាញមកលក់ដាច់ទេមិនចេះច្បាប់ស្រុបទាញក៏គាត់អាចលក់ដាច់បានដែរហើយមួយវិញទៀតគឺគាត់ផ្ដោតជាមួយនឹងការលក់របស់គាត់គឺគាត់ខំប្រឹងធ្វើមិនតាក់ទាញភ្ញៀវគាត់ខំធ្វើមិននិយាយមិនអីមិនដើម្បីឲ្យគេដើរកាត់ហ្នឹងក៏ចង់ចូលទិញគាត់គ្រាន់តែលឺសំឡេងគាត់ហៅគ្រាន់តែលឺសំឡេងគាត់និយាយក៏គេចូលទិញបន្ទាប់ពីគេចូលទិញហើយគឺគាត់ប្រឹងនិយាយធ្វើមិនបញ្ចុះបញ្ចូលគេណែនាំផលិតផលល្អៗឲ្យភ្ញៀវឃើញឲ្យភ្ញៀវមើលអីចឹងទៅគេនឹងចាប់អារម្មណ៍ក្នុងការទិញចាដូចគ្នាដែរអ្នកលក់online ចាអ្នកលក់ online អាចបានជួបភ្ញៀវផ្ទាល់ទេតែជួបភ្ញៀវតាមរយៈទូរស័ព្ទដៃកញ្ចក់ទូរស័ព្ទដៃអញ្ចឹងគេម្នាក់គឺខំប្រឹងអីគេខ្លះគឺគេខំប្រឹងប្រម៉ូទខ្លួនគេធ្វើមិនឲ្យខ្លួនគេមាននៅលើលោក online គេលេងទាំង TikTok គេលេងទាំង Facebook គេលេងទាំង page ទាំង YouTube អីចឹង Instagram អីចឹងទៅនិយាយរួមទៅឲ្យតែមានប្រព័ន្ធ social media គឺមានមុខគេហើយគឺគេខំលេងចាលេងឲ្យតាន់ trend គេលេងធ្វើមិនឲ្យគេមើលគេហៅថាដើម្បីលក់ឲ្យបានដាច់គឺត្រូវលក់ខ្លួនឯងសិនណាចាលក់ខ្លួនឯងមិនមែនយើងទៅលក់ខ្លួនទេគឺយើងលក់ឈ្មោះយើងមុខយើងធ្វើឲ្យគេឃើញយើងឲ្យគេស្គាល់យើងចាគេគាត់បើក Facebook មកអូយស្គាល់ដូចឧទាហរណ៍ម៉ែរួយចឹងគេគាត់បើកមកអូយម៉ែរួយអីចឹងម៉ែរួយចាទោះជាអ្នកមិនប្រើផលិតផលម៉ែរួយក៏ស្គាល់ម៉ែរួយដែរអីចឹងណាចាដូចជានាងខ្ញុំចឹងអ្នកដែលគាត់តាមខ្ញុំ fan ខ្ញុំចឹងគាត់ថាអូស្គាល់អ្នកគ្រូលីនដារីឆេអីចឹងទៅគឺគាត់ស្គាល់ចាអញ្ចឹងគឺយើងលក់ខ្លួនឯងដាច់ហើយនៅក្នុងលោកអនឡាញអញ្ចឹងអ្នកម្នាក់គឺគេខំណាអ្នកនរគ្នាឃើញម្ចាស់ brand ផ្សេងៗហ្នឹងគឺខំមែនទែនធ្វើវីដេអូផង
ឡាយលក់ផងធ្វើ content ផងធ្វើនេះធ្វើនោះនិយាយរួមធ្វើអ្វីៗសពបែបយ៉ាងទាំងអស់ឲ្យថតដាក់ក្នុង social media ដើម្បីឲ្យគេឃើញចាឲ្យគេឃើញឲ្យគេស្គាល់អញ្ចឹងនៅពេលដែលគេឃើញគេស្គាល់គេតាមហើយគេខ្លាចជា fan ហើយគេនឹងទិញផលិតផលរបស់យើងអានេះហើយគឺជាការខំប្រឹងប្រែងរបស់អ្នកលក់ម្នាក់ៗអញ្ចឹងម្នាក់ៗគឺខំប្រឹងណាស់ប្រឹងទាំងប្រម៉ូទខ្លួនឯងប្រម៉ូទអីវ៉ាន់ថែមទាំងប្រឹងធ្វើទីផ្សារចាហើយគេជឿជាក់ថាផលិតផលគេលក់ដាច់នៅពេលដែលគេកាត់អីវ៉ាន់មកពីរោងចក្រគេធ្វើអីវ៉ាន់មកអីចឹងគឺគេជឿជាក់ថាផលិតផលហ្នឹងដឹងតែផ្ទុះទីផ្សារផលិតផលហ្នឹងដឹងតែលក់ដាច់គេយកមកដឹងតែលក់ដាច់ហើយអារឿងដែលថាធ្វើឲ្យគេលក់ដាច់ហ្នឹងគេនឹងខំប្រឹងប្រម៉ូទធ្វើមិនជួល BA ឬក៏ប្រម៉ូទខ្លួនឯងអីមិនធ្វើមិនឲ្យផលិតផលគេផ្ទុះគេស្គាល់អញ្ចឹងគេនឹងលក់ដាច់ចាអានេះគឺជាវិធីសាស្ត្រមនុស្សធម្មតាមនុស្សទូទៅដែលគេធ្វើគ្រប់គ្នាអ្នកដែលគេលក់ដាច់ចាហើយបុគ្គលដែលលក់មិនដាច់វិញគឺអត់ធ្វើអីទាំងអស់អត់ធ្វើអីហ្មងចាមិនធ្វើអីហ្មងទោះជាផលិតផលនឹងល្បីបន្ទុះបណ្ណាក៏ដោយតែខ្លួនឯងជាអ្នកលក់នេះអត់ធ្វើអីសោះខ្ជិលចាមិនដែរចេញមុខមិនដែរចេញប្រម៉ូទមិនដែរអីហ្នឹងក៏លក់មិនដាច់ដែរចាអញ្ចឹងទោះជាផលិតផលនឹងផ្ទុះបណ្ណាក៏លក់មិនដាច់ដែរអញ្ចឹងត្រូវយើងជាអ្នកលក់ហ្នឹងគឺយើងប្រឹងតែខ្លួនឯងបន្ថែមទៀតចាក្រៅពីនេះចាអ្វីដែលខ្ញុំនិយាយមុនហ្នឹងគឺសិតតែមនុស្សទូទៅគឺធ្វើហើយអ្នកដែលគេលក់ដាច់គឺគេធ្វើហើយតែចុះតិចនិចក្នុងការលក់ដាច់របស់ច្បាប់ស្រូបទាញវិញតើគេធ្វើមិនអញ្ចឹងបានគេថាអ្នកដែលចេះច្បាប់ស្រូបទាញគឺពិសេសជាងមនុស្សធម្មតាគឺយើងដឹងផ្លូវកាត់គឺយើងមានអ្វីដែលវាពិសេសចាស្គាល់ពីពិសេសគឺយើងពិសេសជាងមនុស្សធម្មតាពីព្រោះមនុស្សធម្មតាគាត់ធ្វើទាំងទាំងអស់ហ្នឹងដើម្បីបានការលក់ដាច់អញ្ចឹងយើងគាត់ធ្វើទាំងហ្នឹងដូចគ្នាប៉ុន្តែយើងបន្ថែមជាមួយនឹងការអនុវត្តនៅកន្លឹះផ្សេងទៀតរបស់ច្បាប់ស្រូបទាញយើងនឹងអាចលក់ដាច់ជាងគេទ្វេគុណចាឧទាហរណ៍ថាគេលក់ដាច់មួយថ្ងៃបាន10កញ្ចប់យើងអាចលក់បានដល់20កញ្ចប់ដល់50កញ្ចប់បើសិនជាអ្នកនរគ្នាអាចធ្វើនៅវិធីទាំងនេះបានចាអូយពិសេសខ្លាំងណាស់ជឿមិនជឿចាបើមិនជឿក៏មិនដឹងធ្វើមិនដែរតែបើសិនជាអ្នកជឿអនុវត្តឲ្យបានផលពិតចាច្បាប់ស្រូបទាញមានពិតចាអូខេអញ្ចឹងខ្ញុំនឹងប្រាប់កន្លឹះតិចនិចក្នុងការធ្វើយ៉ាងម៉េចឲ្យការលក់របស់យើងរឹតតែទ្វេគុណអញ្ចឹងទង្វើដែលនាងខ្ញុំរាយរាប់ពីមុននឹងមកគឺត្រូវធ្វើដូចគ្នាមិនមែនគ្រាន់តែប្រើច្បាប់ស្រូបទាញហើយធ្វើអីទេគឺត្រូវធ្វើដូចគ្នាចេញមកលក់ចេញមកប្រម៉ូទចេញមកបោះជូតអីវ៉ាន់អីដូចគ្នាចាហើយក្រៅពីនឹងគឺយើងត្រូវប្រើគេហៅថាប្រើផ្លូវក្នុងណាចាបើមនុស្សលោកយើងធម្មតាគេហៅថាប្រើផ្លូវក្នុងចាប្រើផ្លូវក្នុងគេត្រូវធ្វើម៉េចយើងមិនមែនទៅរកគ្រូមន្តអាគមអីធ្វើស្នេហ៍ធ្វើអីគេទេអត់ទេគឺយើងធ្វើដោយខ្លួនឯងចាទី1អ្នកនរគ្នាត្រូវនឹកឃើញដល់ពាក្យលក់ដាច់បើសិនជាចង់លក់ដាច់គឺត្រូវនឹកដល់ពាក្យថាលក់ដាច់ត្រូវគិតឃើញតែពាក្យថាលក់ដាច់ហើយត្រូវជឿជាក់ថាលក់ដាច់អត់មែនអូយចង់លក់ដាច់ប៉ុន្តែមួយថ្ងៃគិតតែអូយស្ងាត់ណាចាលក់មិនដាច់ទេអូយធ្វើមិនទៅបើស្ងាត់យ៉ាងនេះចាស៊ីអំបិលទៀតហើយថ្ងៃនេះឆាចោលហើយថ្ងៃនេះអីចឹងណាបើសិនជាគិតដល់តែរឿងអវិជ្ជមានបែបហ្នឹងអ្នកនរគ្នានឹងលក់មិនដាច់ទេចានឹងលក់មិនដាច់ទេបើកភ្នែកមកបើនឹកឃើញថាលក់មិនដាច់ហើយគឺលក់មិនដាច់បើកភ្នែកមកបើគ្រាន់តែទៅផ្សារឧទាហរណ៍អ្នកលក់តាមផ្សារគ្រាន់តែទៅផ្សារទៅរៀបវ៉ាន់ហើយឃើញអត់ទាន់មានមនុស្សស្រែកថាស្ងាត់ស្រែកថាអត់មានមនុស្សស្រែកថាលក់មិនដាច់គឺអ្នកនឹងលក់មិនដាច់ប៉ុន្តែបើសិនជាអ្នកជឿជាក់ថាលក់ដាច់ទោះជាពេលនេះស្ងាត់មិនទាន់មានមនុស្សដល់ផ្សារក៏ដោយតែយើងជឿជាក់ថាដឹងថាលក់ដាច់ទីមនុស្សដល់ផ្សារទីមនុស្សមកច្រើនទីតូបខ្ញុំលក់ដាច់ចាប់ឈ្នះចាបើយើងជឿជាក់បែបហ្នឹងនិយាយបែបហ្នឹងយើងនឹងលក់ដាច់ទោះជាទីផ្សារលក់មិនដាច់អ្នកណាលក់មិនដាច់អត់ដឹងទេតែតូបយើងដឹងតែលក់ដាច់ជាងគេអ្នកនរគ្នាដែលឃើញថាលក់អីវ៉ាន់ដូចគ្នាចិត្តតូបគ្នាហេតុអីក៏តូបមួយហ្នឹងលក់ដាច់ហេតុអីតូបមួយទៀតលក់ដាច់ទេហេតុអីក៏តូបលក់ហ្នឹងតូបហ្នឹងហេតុអីក៏លក់ដាច់ម៉េះចាមានអ្នកដតីគេស្ងាត់គ្រប់គ្នាតែហេតុអីតូបហ្នឹងលក់ដាច់អាហ្នឹងវាបែបហ្នឹងណាអ្នកនរគ្នាដោយសារតែគេជឿជាក់ថាគេលក់ដាច់ហើយគេនឹងធ្វើគ្រប់វិធីធ្វើឲ្យគេលក់ដាច់គេអត់នៅស្ងៀមទេចាគេអត់មានគ្រាន់តែនៅស្ងៀមហើយគ្រាន់តែស្រែកថាលក់មិនដាច់ទេអ្នកលក់មិនដាច់ភាគច្រើនគឺនៅស្ងៀមអត់ធ្វើអីហើយរអ៊ូរទាំថាលក់មិនដាច់នោះហើយបានលក់មិនដាច់មែនតែបើគេអ្នកលក់ដាច់គេអត់រអ៊ូរទាំថាលក់មិនដាច់ទេគឺគេខំធ្វើមិនរកវិធីមិនធ្វើមិនឲ្យគេលក់ដាច់ចានេះហើយជាភាពខុសគ្នារវាងអ្នកលក់ដាច់និងលក់មិនដាច់ចាអញ្ចឹងយើងអ្នកលក់អនឡាញក៏ដោយអហ្វឡាញក៏ដោយព្រឹកឡើងបើកភ្នែកមកភ្ញាក់មកគឺនឹកឃើញមុនគេគឺរឿងលក់ដាច់ថ្ងៃនេះដឹងតែលក់ដាច់ថ្ងៃនេះលក់ដាច់មហាសាលថ្ងៃនេះលក់ដាច់អស់ចាថ្ងៃនេះលក់ដាច់បែបភីនេហាថ្ងៃនេះលក់ដាច់ចាប់មិនឈ្នះថ្ងៃនេះរៀបវ៉ាន់ឲ្យគេអត់តាន់ភ្ញៀវឆាតទិញតម្លាក់លុយភ្ញៀវឆាតចូលដឹងតែទិញឆាតចូលដល់ទិញឆាតចូលដល់ទិញចាគឺយើងប្រូក្រាមពាក្យហ្នឹងទៅអូតូម៉ាទិកភ្ញាក់ឡើងបើកភ្នែកមកគឺនិយាយពាក្យហ្នឹងទៅអូតូម៉ាទិកដោយមិនបាច់អ្នកណាប្រាប់រត់ការរំលឹកយើងឯងភ្ញាក់មកក្នុងខួរក្បាលរបស់ខ្ញុំគឺមានតែពាក្យថាលក់ដាច់ទន្ទិញគ្រប់ពេលវេលាថាលក់ដាច់ចូលបាត់ជើងក៏នឹកឃើញដល់ពាក្យលក់ដាច់កំពុងតែញ៉ាំបាយក៏នឹកឃើញដល់ពាក្យលក់ដាច់កំពុងតែស្លៀកពាក់ងុយទឹកក៏នឹកឃើញដល់ពាក្យលក់ដាច់គឺនឹកឃើញដល់ពាក្យលក់ដាច់គ្រប់ពេលវេលាទាំងអស់ហើយជឿជាក់ថាលក់ដាច់ចាហើយអត់ងាយបាក់ទឹកចិត្តទោះជាថ្ងៃហ្នឹងលក់មិនដាច់ក៏ខ្ញុំអត់បារម្ភអត់ខ្លាចហើយអត់រអ៊ូថាលក់មិនដាច់ដែរគឺខ្ញុំនៅតែនិយាយថាខ្ញុំលក់ដាច់ហើយហាមដាច់ខាតពាក្យថាលក់មិនដាច់ហាមនិយាយហាមគិតដល់ដាច់ខាតពាក្យថាលក់មិនដាច់បើយើងចង់លក់ដាច់នឹកដល់តែពាក្យថាលក់ដាច់មកបានហើយចាអញ្ចឹងអ្នកដែលមិនធ្លាប់និយាយពាក្យថាលក់ដាច់ទេដូរខ្លួនឯងមកនិយាយពាក្យថាលក់ដាច់ណាលក់ដាច់គ្រប់ពេលវេលាលក់ដាច់គ្រប់វិនាទីចាបន្ទាប់ពីយើងប្រូក្រាមពាក្យថាលក់ដាច់ហើយទី2
គឺយើងត្រូវបោះជូតអីវ៉ាន់រៀបអីវ៉ាន់យើងស្អាតដូចខ្ញុំនិយាយមុននឹងអញ្ចឹងចាមិនថាយើង online ឬ offline ទេគឺត្រូវបោះជូតរៀបចំអីវ៉ាន់យើងឲ្យស្អាតឲ្យមានសោភ័ណភាពឲ្យមានហុងស៊ុយចាកាលណាដែលអីវ៉ាន់យើងស្អាតកន្លែងយើងស្អាតក៏យើងមានហុងស៊ុយដែរចាទី3គឺយើងផ្ដល់ធម៌ពលឲ្យអីវ៉ាន់ដោយការសូត្រព្រះគិថាលុយលៀនណែអូយអញ្ចឹងអ្នកនរនេះចេះសូត្រព្រះគិថាលុយលៀនហើយអ្នកតបានតម្លាក់ឲ្យព្រោះអត់ឃើញមានអ្នកណា comment អញ្ចឹងប្រហែលជាចេះសូត្រអស់ហើយអញ្ចឹងយើងត្រូវចេះសូត្រព្រះគិថាលុយលៀនយើងត្រូវសូត្រព្រះគិថាលុយលៀនដាក់អីវ៉ាន់របស់យើងបើយើងមានទឹកអប់យើងបាញ់ដាក់ទឹកអប់បាញ់ដាក់ទឹកអប់បាញ់អីវ៉ាន់របស់យើងណាមានទឹកអប់យើងសូត្រព្រះគិថាលុយលៀនហើយយើងផ្លុំដាក់អីវ៉ាន់ផ្លុំដាក់ទឹកអប់ហើយយើងបាញ់ណាយើងមានទឹកអប់មួយយើងបាញ់អីវ៉ាន់របស់យើងរាល់ថ្ងៃរាល់ព្រឹកចាដើម្បីផ្ដល់គេហៅថាផ្ដល់ធម៌ពលល្អល្អផ្ដល់ជាមួយនឹងភាពស្រស់ស្អាតភាពតាក់ទាញឲ្យអីវ៉ាន់របស់យើងអីចឹងណាដោយមនុស្សយើងអញ្ចឹងឲ្យចេញទៅណាមកណាលាបម្សៅលាបក្រែមបាញ់ទឹកអប់ដូចគ្នាអញ្ចឹងអីវ៉ាន់យើងក៏ត្រូវតែបាញ់ទឹកអប់ដូចគ្នាចាអញ្ចឹងសូព្រះគថាលុយលៀនដាក់អីវ៉ាន់ផ្លុំអីវ៉ាន់គោះអីវ៉ាន់គ្រប់អីវ៉ាន់គ្រប់ទៅអស់ហើយបាញ់ទឹកអប់ដាក់អីវ៉ាន់អូហូយខីខ្ទិះខីពិសេសខ្លាំងណាស់អ្នកនរនេះអើយខ្ញុំមិនងាយចែកទេណាតើតែតំណាងចែកចាយខ្ញុំមិនខ្ញុំប្រាប់ចាបើអញ្ចឹងទេតើចូលរៀនខុសខ្ញុំបងលុយមិនខ្ញុំប្រាប់ថ្ងៃនេះគឺយកមកចែក free ហ្មងធ្វើបុណ្យចាខុសនេះគឺជាខុសធ្វើបុណ្យពិតហ្មងណាចាខុសធ្វើបុណ្យហ្មងប៉ាចក្រវាលជាពាក់បំណុលកូនហើយចាព្រោះឲ្យចែកខីថ្លៃទៅខ្លាំងណាស់អញ្ចឹងសូត្រព្រះគថាលុយលៀនដាក់អីវ៉ាន់បោះជូតអីវ៉ាន់បាញ់ទឹកអប់ដាក់អីវ៉ាន់ចាទី3បង្កើន energy ទី3ទី4ណាចាទី4បង្កើន energy ឲ្យខ្លួនឯងចាអីវ៉ាន់នៅពេលដែលយើងសូត្រព្រះគថាលុយលៀនដាក់យើងបាញ់ទឹកអប់ដាក់ហើយគឺអីវ៉ាន់នឹងមានធម៌ពលហើយតែយើងជាអ្នកលក់ក៏ត្រូវមានធម៌ពលដូចគ្នាដែរអញ្ចឹងអ្នកនរគ្នារាំណា check energy ចារាំបើយើងទៅផ្សាររួមអាកាសទេយើងចាក់បទចម្រៀងញាក់ស្ដាប់ទៅដាក់កាសស្ដាប់ទៅបទញាក់ធ្វើមិនកត្រអារម្មណ៍លក្ខណៈថាយើងកាយយើងរាល់បានតែចិត្តយើងរាំចាចិត្តយើងរាំចារាំដើម្បីបង្កើនធម៌ពលនៅពេលដែលយើងមានធម៌ពលហើយបូកជាមួយនឹងការប្រូក្រាមថាលោកដាច់ទៀតគឺរត់តែពិសេសចាអញ្ចឹងរាំបូកជាមួយនឹងការប្រូក្រាមកាយយើងរាំមិនបានចិត្តយើងរាំចារាំបូកជាមួយនឹងការប្រូក្រាមថាលោកដាច់ហើយបើសិនជាយើងអាចសម័យឃើញរូបភាពលោកដាច់ទៀតរត់តែពិសេសចាសម័យឃើញរូបភាពថាលោកដាច់អូយភ្ញៀវចូលទិញឆាតទិញបើយើងលក់នឹងតូបសម័យថាអូយភ្ញៀវចូលពេញតូបចូលពេញហាងខ្ចប់អត់ទាន់ច្រកអត់ទាន់ចាហើយបើយើងលក់អនឡាញសម័យថាភ្ញៀវឆាតទិញតម្លាក់លុយកង ABA ចូលលុយត្រឹងលុយចូលរហូតចាគាត់ order ឲ្យភ្ញៀវគាត់ order ឲ្យភ្ញៀវអូភ្ញៀវកំងនេះភ្ញៀវនោះកំងនេះគឺសម័យឃើញរូបភាពនៅពេលដែលយើងចាក់បត់ញាក់នឹងយើងសម័យឃើញរូបភាពដែលយើងលក់ដាច់ហើយ program ថាយើងលក់ដាច់អូយអ្នកនរគ្នាអើយពិសេសខ្លាំងណាស់ធ្វើឲ្យបានមួយទឹកធានាដល់លក់ដាច់ហើយធានាឲ្យហ្មងចាធ្វើទៅណា check energy បូកជាមួយនឹងការ program មโนឃើញរូបភាពថាលក់ដាច់ពិសេសខ្លាំងណាស់អ្នកនរគ្នាអើយគីនេះ100លាន%ហ្មងឲ្យតែយកទៅអនុវត្តនឹងតែបានផលពិតប្រាកដចាអញ្ចឹងកុំភ្លេចយកទៅអនុវត្តអស់គ្នាណា4ចំណុចពិសេសខ្លឹមនេះយកទៅធ្វើទៅអ្នកនរគ្នាចាហើយកុំភ្លេចអរគុណការលក់ដាច់ផងអរគុណផលិតផលយើងផងស្រឡាញ់ផលិតផលយើងផងបោះជូនអែលថើបដល់ថាពលអីវ៉ាន់ទៅចាហើយអរគុណអតិថិជនរបស់យើងហើយម្យ៉ាងវិញទៀតយើងត្រូវតែលក់តែផលិតផលល្អៗណាចាកុំលក់ផលិតផលខ្លាយៗកុំលក់ផលិតផលដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អតិថិជនកុំលក់ផលិតផលដែលមិនល្អនិយាយរួមទៅបើសិនជាយើងលក់ផលិតផលល្អមិនថាជាអ្វីស្អីក៏ដោយឲ្យតែល្អចំពោះអតិថិជនទិញហើយនឹងទិញទៀតហើយជួយផ្សព្វផ្សាយឲ្យយើងទៀតជួយប្រាប់មិត្តភ័ក្តិបងប្អូនរបស់គេឲ្យមកទិញយើងទៀតឲ្យតែយើងលក់ផលិតផលល្អពិតចាអញ្ចឹងសំខាន់គឺផលិតផលយើងត្រូវតែល្អសេវាកម្មយើងត្រូវតែល្អចានោះទៅយើងរក្សាអតិថិជនបានយូរអង្វែងហើយអតិថិជនយើងនឹងកើនឡើងទ្វេគុណអូខេចាអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយចែករំលែក share ឲ្យបានច្រើនផងពីព្រោះថាគីនេះថ្លៃមែនទែនអ្នកនរគ្នា share បានរត់តែច្រើនអ្នកនរគ្នាធ្វើបុណ្យបានរត់តែច្រើនដូចគ្នាដែរចាហើយសម្រាប់អ្នកដែលមិនទាន់បានចុច like follow page នេះខ្ញុំទេចុច follow like ចុច follow like បើចុចហើយកុំចុចទៀតណាចាចុចហើយកុំចុចទៀតបើអ្នកមិនទាន់ចុចទេចុចទៅចាហើយអ្នកដែលមើលតាម YouTube ក៏ដូចគ្នាដែរអ្នកដែលមិនទាន់បានចុច like page like YouTube for subscribe like ចុច like ហើយចុចរូបកណ្ដឹងបើចុចហើយកុំចុចទៀតអីសោះចាបើមិនទាន់ចុចទេចុចកន្លែងរូបកណ្ដឹងដើម្បី subscribe ចាតែយើងចុចតែម្ដងហើយមិនចុចព្រោះដងទេណាចុចតែម្ដងគឺហើយហើយចាដើម្បីទទួលបាននៅវីដេអូថ្មីខ្ញុំតម្លាក់ទៅឃើញហ្មងស្រួលអញ្ចឹងណាចាអូខេអរគុណច្រើន